សូមជូនរឿងក្មេងប្រុសនិងក្រមាវេទមន្តកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះតារាគាត់ក្រីក្រណាស់ទ្រព្យសម្បត្តិដែលគាត់មានគឺមានតែក្រមាដែលចាស់មួយប៉ុណ្ណោះថ្ងៃមួយតារាបានជួបនឹងសុផលដែលជាកូនប្រុសរបស់អ្នកមានម្នាក់ក្នុងភូមិសុផលតែងតែចូលចិត្តអួតសម្ភារៈរបស់ខ្លួនមើលឯងនេះចុះខោអាវក៏ចាស់ក្រមាក៏រហែករបស់នេះគ្មានតម្លៃទេមើលមុខរបស់ខ្ញុំនេះវិញថ្លៃណាស់ណាស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងផាត់យកមុខដ៏ថ្លៃរបស់សុផលហោះទៅលើអូទេមុខរបស់ខ្ញុំមុខនោះបានទៅតាក់នឹងចុងដើមត្នោតដ៏ខ្ពស់សុផលព្យាយាមលោតយកតែមិនដល់សោះជួយផងខ្ញុំយកវាមិនបានទេតារាមិនភ័យស្លន់ស្លោឡើយគាត់បានយកក្រមាចាស់របស់គាត់មកប្រើកុំភ័យអីចាំខ្ញុំជួយយកឲ្យដោយប្រើក្រមាទីជំនួយតារាអាចឡើងដើមត្នោតបានយ៉ាងងាយស្រួលទីបំផុតគាត់ក៏យកមួកនោះបានហើយសុផលទទួលបានមួកមកវិញគាត់មានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំងអរគុណឯងហើយតារាខ្ញុំសុំទោសដែលមើលងាយក្រមារបស់ឯងសុផលបានយល់ថារបស់ដែលមានប្រយោជន៍គឺប្រសើរជាងរបស់ដែលមានតែសម្រស់របស់សាមញ្ញតែងតែមានប្រយោជន៍ច្រើនយ៉ាង